ពួកគេទាំងអស់គ្នា3 4នាក់ហ្នឹងគេស្រវឹងអស់គេនាំគ្នាដេកប៉ុន្តែខ្ញុំអត់ទាន់ដេកទេបងដោយសារតែខ្ញុំអត់ទាន់ស្រវឹងខ្ញុំដេកអត់ទាន់លក់ខ្ញុំក៏លេងហ្គេមមួយហ្គេមពីរហ្គេមទៅដល់ពេលដែលខ្ញុំលេងហើយខ្ញុំក៏មានអារម្មណ៍ថាងុយខ្ញុំក៏ចាប់ដើមដេកនៅពេលដែលខ្ញុំដេកគឺខ្ញុំដេកលក់ហើយដេកលក់បានប្រហែលជាមួយភាំងមួយស្ទូធំម៉ោងប្រហែលថា 2:73 ឬក៏3ចុះប្រហែលប៉ុណ្ណឹងហ៎បងមុនដែលខ្ញុំឃើញហ្នឹងគឺខ្ញុំរៀងប្រមើលពមាយដូចមានអ្នកគេថាយប់ហ្នឹងសុំដេកនឹងដែរបានអត់អីអត់ដូចយើងនិយាយសំតិចគឺប្រមើលពមាយតិចចឹងណាដល់ពេលហើយខ្ញុំក៏ថាអត់អីទេហើមានកន្លែងដេកទៅអាហ្នឹងដូចជាអ្នកណាក្នុងយល់សប្តិឬក៏យើងប្រមើលពមាយយើងអត់ដឹងដែរបងវាអត់ច្បាស់នៅពេលដែលចន្លោះម៉ោង3ជាងហ្នឹងខ្ញុំក៏ចាប់ផ្ដើមដឹងខ្លួនខ្ញុំក៏លេចមើលខាងឆ្វេងដែរខ្ញុំឃើញមនុស្សម្នាក់ដែលដេកនៅជិតខ្ញុំពាក់អាវសមុខសហើយនិយាយមកហ៊ានស្លេកស្អីប៉ុន្តែស្អាតមនុស្សផុសមកដេកចិត្តខ្ញុំហ្នឹងនៅពេលដែលដេកចិត្តខ្ញុំហ្នឹងខ្ញុំស្រែកសួរណាគេអត់មាត់ទេបងនៅតែដេករហូតដល់ពេលហើយខ្ញុំក៏លេចទៅឆ្វេងទៅស្ដាំទៅខ្ញុំរាប់គ្នាខ្ញុំឃើញ4នាក់ត្រូវអស់ហើយទាំងខ្ញុំហើយអត់មានពីណាគេពាក់អាវសទេដល់ពេលហើយឃើញអ្នកដេកនោះផ្លែកដេកពាក់អាវសវាសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយខៃខ្ញុំរយៈស្វាគមន៍មកកាន់អេពីសូតទី2នៃកម្មវិធីរឿងរន្ធត់មុនចូលគេងយ៉ាហើយអេពីសូតហ្នឹងរៀងប្លែកជាងអេពីសូតទី1របស់ពួកយើងដោយសារតែនេះគឺជាសាច់រឿងមកសោះតែម្ដងនៅក្នុងបន្ទប់ជួលរបស់និស្សិតយើងនៅម្ដុំសំណង់12សម្រាប់រយៈបានស្ដាប់ហើយមានអារម្មណ៍មិនដែរពួកខ្ញុំហ្មងខ្ញុំរដងអត់ដែរសូវខ្លាចឲ្យរឿងរបៀបអមនុស្សអីចឹងទេតែត្រូវចូលកម្មវិធីដើម្បីជាអ្នកនាំសារទៅបងប្អូនទាំងអស់គ្នាគាត់ស្ដាប់អញ្ចឹងខ្ញុំមិនត្រូវស្ដាប់ហើយយើងព្រឺគិតថារឿងហ្នឹងអែមយកមកចែកម្លែកក្នុងកម្មវិធីយើងហ្មងយល់អត់យ៉ាហើយអ្នកទាំងអស់គ្នាក៏អាចចែកម្លែកសាច់រឿងឬក៏បទពិសោធន៍របស់អ្នកទាំងអស់គ្នាមកកាន់ពួកយើងផងដែរតាមរយៈ Telegram ដែលយើងដាក់នៅលើអេក្រង់ហ្នឹងបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe share វីដេអូរបស់ពួកយើងគឺជាកម្លាំងចិត្តមួយដ៏ធំដើម្បីជំរុញឲ្យពួកយើងធ្វើវីដេអូអញ្ចឹងបន្តទៀតតើឥឡូវយើងចាក់សារសំឡេងឲ្យប្រិយមិត្តយើងស្ដាប់ទាំងអស់គ្នា Let's go បាទសួស្តីបងខ្ញុំចង់ចែកម្លែកជាមួយរឿងអមនុស្សផ្ទាល់ដែលនៅបន្ទប់ជួលម្ដុំសំណង់12តែអមនុស្សហ្នឹងមកដេកចិត្តខ្ញុំស្រស់តែម្ដងមកបន្ទប់ជួលសិស្សនិស្សិតហ៎បងហើយរឿងហ្នឹងកើតឡើងនៅអំឡុងឆ្នាំ2022នៅខ្ញុំសូមរៀបរាប់និយាយពីដើមសាច់រឿងហ្មងណាបងនៅពេលហ្នឹងពួកខ្ញុំនៅផ្ទះជួលជុំគ្នា3 4នាក់ខ្ញុំក៏ចាប់ដើមថ្ងៃហ្នឹងខ្ញុំចាប់ដើមនាំគ្នារៀបចេញទៅផឹកស៊ីនៅខាងក្រៅប៉ុន្តែមានប្អូនមួយនៅហ្នឹងវាអត់ចង់ទៅដល់ពេលហើយពួកខ្ញុំក៏ចង់ឲ្យទៅទាំងអស់គ្នាសប្បាយទាំងអស់គ្នាខ្ញុំក៏ថានៅម្នាក់ឯងនៅអីចឹងទៅប្រយ័ត្នខ្មោចលើប្រយ័ត្នអីនោះគ្នាបន្លាចខ្មោចបន្លាចអីហើយក៏ប្រាប់វាថាប្រយ័ត្នមើលកញ្ចក់មើលអីឃើញខ្មោចឃើញអីចាក់ភ្លេងខ្មោចចាក់អីទៅវាខ្លាំងទៅវាក៏អត់ហ៊ាននៅវាក៏ទៅមួយគ្នាខ្ញុំចេញទៅប្រហែលជាម៉ោង10ពេលហើយថ្ងៃហ្នឹងខ្ញុំអត់បានហូបស្រាខ្ញុំអត់បានហូបអីទាំងអស់ព្រោះខ្ញុំអត់ស្រួលខ្លួនខ្ញុំអត់ហូបអីទេហើយក៏ម៉ោងប្រហែល6:02ពួកយើងចេញមកផ្ទះវិញមកដល់ក្រោយពេទ្យលោកសង្ឃមិត្តភក្តិខ្ញុំម្នាក់វាក្អួតក៏ខ្ញុំឈប់ឲ្យក្អួតប៉ុន្តែយើងអត់ចាប់អារម្មណ៍ទេតែកន្លែងក្រោយពេទ្យលោកសង្ឃហ្នឹងវាមានអីកន្លែងហ្នឹងចាំតិចទៀតចាំខ្ញុំសូមនិយាយបញ្ជាក់បងក្អួតហើយពួកខ្ញុំក៏បានជិះម៉ូតូឡើងមកផ្ទះដល់ពេលដែលខ្ញុំមកដល់ផ្ទះនៅសំណង់12ហ្នឹងក៏ទប់ជួលហ្នឹងឡើងដេកពួកគេទាំងអស់គ្នា3 4នាក់ហ្នឹងគេស្រវឹងអស់គេនាំគ្នាដេកប៉ុន្តែខ្ញុំអត់ទាន់ដេកទេបងដោយសារតែខ្ញុំអត់ទាន់ស្រវឹងខ្ញុំដេកអត់ទាន់លក់ខ្ញុំក៏លេងហ្គេមមួយហ្គេមពីរហ្គេមទៅដល់ពេលដែលខ្ញុំលេងហើយខ្ញុំក៏មានអារម្មណ៍ថាងុយខ្ញុំក៏ចាប់ដើមដេកនៅពេលដែលខ្ញុំដេកគឺខ្ញុំដេកលក់បានប្រហែលជាមួយភាំងមួយស្ទូធំម៉ោងប្រហែលថា 2:73 ឬក៏3ចុះប្រហែលប៉ុណ្ណឹងហ៎បងមុនដែលខ្ញុំឃើញហ្នឹងគឺខ្ញុំរៀងប្រមើលពមាយដូចមានអ្នកគេថាយប់ហ្នឹងសុំដេកនឹងដែរបានអត់អីអត់ដូចយើងនិយាយសំតិចគឺប្រមើលពមាយតិចចឹងណាដល់ពេលហើយខ្ញុំក៏ថាអត់អីទេហើមានកន្លែងដេកទៅអាហ្នឹងដូចជាអ្នកណាក្នុងយល់សប្តិឬក៏យើងប្រមើលពមាយយើងអត់ដឹងដែរបងវាអត់ច្បាស់នៅពេលដែលចន្លោះម៉ោង3ជាងហ្នឹងខ្ញុំក៏ចាប់ផ្ដើមដឹងខ្លួនខ្ញុំក៏លេចមើលខាងឆ្វេងដែរខ្ញុំឃើញមនុស្សម្នាក់ដែលដេកនៅជិតខ្ញុំពាក់អាវសមុខសហើយនិយាយមកហ៊ានស្លេកស្អីប៉ុន្តែស្អាតមនុស្សផុសមកដេកចិត្តខ្ញុំហ្នឹងនៅពេលដែលដេកចិត្តខ្ញុំហ្នឹងខ្ញុំស្រែកសួរណាគេអត់មាត់ទេបងនៅតែដេករហូតដល់ពេលហើយខ្ញុំក៏លេចទៅឆ្វេងទៅស្ដាំទៅខ្ញុំរាប់គ្នាខ្ញុំឃើញ4នាក់ត្រូវអស់ហើយទាំងខ្ញុំហើយអត់មានពីណាគេពាក់អាវសទេដល់ពេលហើយឃើញអ្នកដេកនោះផ្លែកដេកពាក់អាវសខ្ញុំក៏ចាប់ផ្ដើមយើងរៀងបើកភ្នែកស្រឿងណាខ្ញុំក៏ចាប់ផ្ដើមដេកទៅវិញខ្ញុំអត់ចាប់អារម្មណ៍ទេណាឡូមាននេះហើយអញ្ចឹងទៅគេមកសុំដេកពូម៉ាក់ពួកអាហ្នឹងអីស្គាល់គ្នាពូម៉ាក់របស់មិត្តភក្តិខ្ញុំអីចឹងស្គាល់គ្នាគេមកសុំដេកប៉ុន្តែ
ខ្ញុំដេកខ្ញុំអត់អស់ចិត្តខ្ញុំងើបម្ដងទៀតខ្ញុំញីភ្នែកញីអីហើយខ្ញុំសួរគេណាគេខ្ញុំស្រែកនឹងខ្លាំងមកដល់ពេលហើយនៅតែអត់ឆ្លើយខ្ញុំស្រែកសួរណាគេអត់ឆ្លើយខ្ញុំពេលហ្នឹងខ្ញុំប្រើយកដៃហ្នឹងទះមុខឲ្យភ្ញាក់អីប៉ុន្តែខ្ញុំគិតថាលោមិត្តភ័ក្ដិពួកហ្នឹងមិត្តភ័ក្ដិអីមកដេកចឹងព្រោះមុនហ្នឹងដូចឮមានគេមកសុំដេកប៉ុន្តែដូចស្តៀងយកសំបន្តិចឬក៏មែនតើបន្តិចខ្ញុំវាអត់ដឹងការពិតខ្ញុំក៏ចាប់ផ្ដើមដេកទៅវិញនៅពេលដែលខ្ញុំដេកទៅវិញស្រាប់តែព្រលឹមឡើងម៉ោងប្រហែលជា4:75ខ្ញុំក៏ចាប់ដើមងើបមកអត់មានឃើញមនុស្សទេឃើញតែគ្នាខ្ញុំម្ដាយខ្ញុំក៏ដាស់គេទាំងអស់គ្នាសួរថាពួកឯងមានណាគេមកសុំដេកអត់ជុំអីពូម៉ាក់ពួកឯងពួកវាក៏ថាអត់មានទេមានគ្នាតែប៉ុណ្្នឹងតែមានណាគេសុំដេកបាទខ្ញុំថាអូប្រហែលជាអាមនុស្សមកសុំមកដេកហើយនៅពេលដែលគេហុំខ្ញុំហ្នឹងខ្ញុំក៏ហាមាត់ឲ្យគេទៅបើមានកន្លែងដេកគ្រប់គ្រាន់មានកន្លែងដេកបានដល់ពេលហើយភ្លាមហ្នឹងខ្ញុំពូមិត្តភក្តិខ្ញុំក៏ឲ្យយាយវាហ្នឹងទៅសួរលោកខែឆ្នាំខ្ញុំវិញអញ្ចឹងទៅក៏អត់ប្រាប់ថាខ្ញុំបានឃើញអីទេប៉ុន្តែលោកតាគាត់បានប្រាប់ថាខែឆ្នាំខ្ញុំហ្នឹងឈ្មោះខ្ញុំអីហ្នឹងចេញទៅក្រៅយប់ប្រលប់ប្រយ័ត្នអមនុស្សមកតាមព្រោះអីរិស័យយើងដាក់អីអញ្ចឹងកុំឲ្យដើរលេងយប់ខ្ញុំក៏ទៅស្រែកទឹកអីអញ្ចឹងទៅបានប្រហែលជាស្អែកឡើងខាងស្អែកខ្ញុំជិះកាត់កន្លែងដែលពូម៉ាក់ខ្ញុំប្អូនហ្នឹងនៅកន្លែងហ្នឹងមានដូចកន្លែងជាគេបន់ស្រន់ឬក៏កន្លែងស្ទើរមួយប៉ុន្តែគេឈប់បន់ស្រន់ហើយប៉ុន្តែកន្លែងហ្នឹងមានដូចជាប្រភុំឬក៏តែកណ្ដាលគេអត់ឈប់អត់អីដែរអញ្ចឹងនៅក្រៅពេលរកសងហ្នឹងប៉ុន្តែគេឈប់ហើយបងពួកអីគេរើចេញអស់ហើយប៉ុន្តែនៅកន្លែងហ្នឹងពីមុនគេធ្លាប់បានខ្ញុំឃើញថាអូពូម៉ាក់ខ្ញុំក៏អួតចង់កន្លែងហ្នឹងហ្មងបានខ្ញុំថាអូប្រហែលជាមកពីមូលហេតុហ្នឹងហើយមូលហេតុមួយទៀតដោយសារតែផ្ទះហ្នឹងខ្ញុំជួបច្រើនសារហើយមកផ្ទះហ្នឹងមាន3ជាន់ទី2ហ្នឹងអត់មានអ្នកនៅសោះហ្មងកតុបមានប្រហែលជា4-10កតុបអត់មានអ្នកនៅទេមានតែគេនៅជាន់ទី3លើជាន់ដែលខ្ញុំនៅហ្នឹងអត់មានមនុស្សនៅទេធ្លាប់មានគេមកនៅម្ដងម្នាក់ប៉ុន្តែនៅបានប្រហែលជាមួយខែគេក៏ហើឡើងទៅកតុបលើវិញហើយកតុបលើខ្ញុំធ្លាប់តែមើលវាទូចហើយវាទឿវាតល់ណាបងវាលក្ខណៈប្រហែលនៅប៉ុន្តែគេអត់សុខចិត្តនៅគេនាំគ្នាទៅនៅជាន់លើខ្ញុំអត់ដឹងថាមូលហេតុអីបានអាចជាន់ទី2ហ្នឹងគឺអត់មានមនុស្សនៅសោះហ្មងមានតែពួកខ្ញុំមើលមកកតុបហ្នឹងឯងបងហើយចន្លោះបានជាប្រហែលថ្ងៃទៀតខ្ញុំក៏បានមុនដេកខ្ញុំក៏បានទិញបង្គាថាពេលផឹកឡើងជាបង្គាហូបហ៎បងប៉ុន្តែពេលផឹកឡើងខ្ញុំឮប្អូនខ្ញុំសេប្រាប់ហៅមិត្តភក្តិខ្ញុំមួយទៀតថាបងមួយថ្ងៃជៀនបង្គាឲ្យច្រើននៅជៀនទាំងអស់ហើយខ្ញុំហូបបាយដែរខ្ញុំឮសលេងហ៊ានជៀនបង្គាឮសំឡេងខ្លាញ់អីចឹងណាទៅពេលហើយខ្ញុំក៏ស្រែកដែរប៉ុន្តែនោះមានស្រែកនិយាយហ្នឹងអត់បើកភ្នែកទេនៅដេកទេតែយើងនិយាយឲ្យវាខ្ញុំថាជៀនទាំងអស់តែស៊ីបាយបកដែរដល់ពេលហើយស្រាប់តែខ្ញុំងើបឡើងអត់មានណាគេធ្វើអីទេស្រាប់តែនៅដេកទាំងអស់ហើយបង្គាក៏នៅអីក៏នៅប៉ុន្តែខ្ញុំឮសលេងហ្នឹងតែរឿងហ្នឹងកើតឡើងនៅឆ្នាំ2022ហ៎បងវាជាអមនុស្សដែលយើងនៅផ្ទះជួលនៅពេញយើងអត់ដឹងថាប្រវត្តិផ្ទះទាំងអស់ហ្នឹងវាមិនទេបងនៅផ្ទះដែលខ្ញុំនៅហ្នឹងពេលដែលខ្ញុំចាប់អារម្មណ៍ទៅបានចាប់អារម្មណ៍ថាជន់ខ្ញុំនៅតែវាអត់មានមនុស្សនៅសោះគេធ្លាប់មកនៅមកកតុបនៅហើយគេរើឡើងទៅនៅលើវិញហើយទាំងនៅក្រោមថោកជាងនៅខាងលើហើយនៅក្រោមបន្ទប់ធំជាងខាងលើទេប៉ុន្តែខាងក្រោមហ្នឹងគឺអត់មានអ្នកនៅសោះគេទុកចិត្តនៅជាន់លើទាំងអស់បងជាន់ដែលខ្ញុំនៅអត់មានមនុស្សនៅទេវាជួបរឿងជាច្រើនសារហើយតាំងកណ្ដាលយប់ឮសលេងធ្វើនេះធ្វើនោះមានអ្នកបើកទឹកបើកអីក្នុងបន្ទប់ទឹកប៉ុន្តែក្នុងបន្ទប់ទឹកហ្នឹងខ្ញុំវាអត់គិតថាជាអមនុស្សទេព្រោះដោយសារតែពេលខ្លះខ្ញុំអាចចាយមកពីសម្ពាធទឹកបុកខ្លាំងអីចឹងទៅធ្វើឲ្យបិទបើកកន្លែងបិទបើកទឹកហ្នឹងវាហើបវាអីមិនចឹងទៅខ្ញុំអត់គិតថាជាអមនុស្សទេហើយនៅមានរឿងអមនុស្សមួយទៀតដែលខ្ញុំចេញមកពីផ្ទះឆ្នាំ12ហ្នឹងហើយខ្ញុំក៏ហើមកនៅផ្ទះនៅសែនសុខនៅផ្ទះហ្នឹងរៀងថ្មីដែរប៉ុន្តែពេលដែលខ្ញុំនៅដំបូងខ្ញុំអត់ឈប់ចូលនៅចូលអីធម្មតាបានប្រហែលមួយខែមិត្តភក្តិខ្ញុំក៏មកនៅកតុបក្រោមជាន់ក្រោមមួយទៀតដែលកតុបចិត្តខ្ញុំណាហើយក៏ខ្ញុំទៅដេកលេងមួយវាថ្ងៃហ្នឹងព្រោះតែថាវាមកនៅថ្ងៃដំបូងខ្ញុំក៏ទៅដេកលេងមួយវាអញ្ចឹងហ៎បងហើយវាអត់បានខ្សែអត់អីប៉ុន្តែអំឡុងពេលដែលវាចូលនៅហ្នឹងវាអត់ទាន់បានទិញអីមួយខ្សែទិញអីទេស្រាប់តែមួយយប់ហ្នឹងគឺអត់បានដេកសោះទាំងវាទាំងខ្ញុំប្រាប់តែខ្ញុំវាឃើញខ្ញុំអង្គុយទល់ភ្លឺខ្ញុំឃើញវាអង្គុយនៅកន្លែងតុព្រៀនទល់ភ្លឺវិញមនុស្សយើងដេកមកតែជាងម្នាក់ហ្នឹងបងវាដេកខាងស្ដាំខ្ញុំដេកខាងឆ្វេងហ្នឹងទៅដល់ពេលហើយខ្ញុំប្រឡែកទៅតុរៀនពេលខ្ញុំដេកលក់ខ្ញុំងើបផ្សេងៗខ្ញុំឃើញវាអង្គុយនៅកន្លែងតុរៀនសភៅនឹងកន្លែងដាក់សភៅហ្នឹងហើយលឺសំឡេងគឺគ្រូនៅកន្លែងតុហ្នឹងហើយខ្ញុំអត់ចាប់អារម្មណ៍គិតថាលោវាដូរកន្លែងដេកលក់អីខ្ញុំក៏អត់បាននេះអីដល់ពេលផឹកហើយស្រាប់តែវាសួរខ្ញុំថាចូលមកអត់ដេកទេមកយប់ហ្នឹងខ្ញុំឃើញមួយឯងអង្គុយលេងរហូតតែទាំងខ្លួនខ្ញុំគឺដេកតាំងពីម៉ោងមិន10អីបានហើយវាថាម៉ោង2ម៉ោង3វាងើបទៅនោមអីឃើញខ្ញុំអង្គុយនៅហ្នឹងប៉ុន្តែរបៀបថាវាឃើញលក្ខណៈយើងដេកយប់ឡើងបិទភ្លើងហ្មងវាមានភ្លើងអីភ្លឺវាអត់
ដឹងថាខ្ញុំពិតឬក៏មិនប៉ុន្តែវាថាឃើញដូចខ្ញុំអង្គុយនៅនឹងអង្គុយនៅកន្លែងខ្ញុំដេកនឹងមួយទៀតថាខ្ញុំអត់ដេកទេហើយស្រាប់តែយើងគាត់បានទិញអីសែនទៅក៏លែងជួបនឹងអីបានប្រហែលជាមួយខែទៀតបងខ្ញុំមកចូលនៅកន្ទប់ជួលនឹងដែរវាមិននៅមួយគ្នាតែថ្ងៃវាដែលចូលនៅដំបូងហ្មងគឺសាហាវណាស់បងសាហាវខ្លាំងមែនតើមកព្រោះពេលហ្នឹងពេលដែលវាដេកហ្នឹងគឺថាមានមនុស្សស្រីមកគាត់វាគាត់ពីលើវាកញ្ញៅធុំវាព្រោះតែថាមិនមកសុំមកនៅហើយអត់សុំគេនៅអត់អីមិនចឹងវាថានិយាយចឹងទៅពេលព្រលឹមឡើងស្រាប់តែពួកខ្ញុំងើបមកហើយវាមើលធុំវាឃើញស្នាមកចោមកឃើញស្នាមកចោនៅខ្វាយនៅកន្លែងធុំវាមកហើយដល់ពេលហើយស្រាប់តែវាទៅមើលលោកតាមើលអីចឹងទៅគឺថាតែយើងអត់ប្រាប់គេណាបងថាមនុស្សស្រីនេះអីតែលោកតាថានៅនឹងមានអមនុស្សស្រីអីចឹងទៅយើងទៅនៅអត់សុំគេអត់អីដល់បានទិញមន់ទិញអីមួយសែនជំនាញផ្ទះសែននៅក្នុងបន្ទប់សែនអីចឹងទៅក៏យើងរៀងនៅបានសុខប៉ុន្តែនៅតែជួបរឿយប៉ុន្តែគេអត់ធ្វើឲ្យយើងខ្លាចទេខ្ញុំក៏ធ្លាប់ជួបទៀតដែរនៅពេលដែលកតុបហ្នឹងខ្ញុំជួបជាលក្ខណៈយល់សពប៉ុន្តែវាដូចការពិតហើយរឿងហ្នឹងសិតតែរឿងថ្មីបងនៅឆ្នាំ12រឿង2022នៅសែនសុខដែលខ្ញុំជួបនេះគឺ2023ចិត្ត2024ហ្នឹងហើយហើយមិនដែរបងបន្ទាប់ពីបានស្ដាប់ម្ដងទៀតហើយលើកទីម៉ានហ្នឹងស្ដាប់ហ្នឹងពួកខ្ញុំស្ដាប់លើកទី3ហើយលើតែមានអារម្មណ៍ថាវារៀងខ្លាចដែរព្រោះសុំមកដេកជាមួយងាកខ្នងទៅឃើញនិយាយទៅឃើញរបៀបសោះតបភ្នែកអាពេលគេនិយាយឲ្យស្ដាប់ទៅយើងសម័យខ្លួនឯងដូចនិយាយទៅយើងសម័យក្នុងការគិតខ្លួនឯងអញ្ចឹង imagine ឃើញផ្ទាល់ហ្មងហ្នឹងរបៀបអញ្ចឹងចំពោះខ្ញុំវិញសាច់រឿងហ្នឹងវាប្លែកដែរបើធម្មតាខ្មោចឡងគោះទ្វារបើកទឹកអីចឹងមិនខ្លាចហ្នឹងទូទៅហ្នឹងលើវាថាខ្មោចឡង style អញ្ចឹងវាទូទៅបាត់ហើយដោយសារខ្ញុំស្ដាប់រឿងខ្មោចរឿងច្រើនដែរហើយសារនេះលេងមកសុំគេងចិត្តយកហ្មងវាសាហាវដែរអញ្ចឹងខ្ញុំចង់ដឹងអ្នកនរគ្នាបើសិនជាអ្នកនរគ្នាជានិស្សិតអីគេនៅផ្ទះជួលនៅរបៀបនៅបន្ទប់ជួលអីចឹងមានបទពិសោធន៍ខាងហ្នឹងអីរបៀបថាមានអាសាហាវជាងហ្នឹងឬក៏មានអីហ្នឹងចង់ចែកម្លែកនៅក្នុងកម្មវិធីពួកយើងអាចញ៉ាសារសម្លេងរបស់អ្នកនរគ្នាទៅកាន់account Telegram របស់ពួកយើងដាក់នៅលើអេក្រង់បានហើយអ្នកទាំងអស់គ្នាអាចចូលរួមចំណែកលើកទឹកចិត្តពួកយើងតាមរយៈការ like subscribe ហើយនិង follow មកកាន់កម្មវិធីពួកយើងផងយ៉ាហើយកម្មវិធីយើងក៏បានឈានចូលទៅដល់ទីបញ្ចប់យ៉ាបាយអ្នកទាំងអស់គ្នាជួបគ្នាអេពីសូតក្រោយបាយ